រឿងដូនចាស់ក្នុងឃ្លោកកាលពីព្រេងនាយមានដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្តីទៅនៅស្រុកឆ្ងាយគាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយក៏ជួបនឹងកញ្ជ្រោងមួយពេលនោះកញ្ជ្រោងនិយាយថាអញឥតអីស៊ី10ថ្ងៃហើយយាយអញមិនអាចទៅទៀតឆ្ងាយពីនេះបានទេព្រោះអញនឹងស៊ីយាយអញអស់ឥឡូវនេះហើយអូលោកអើយសូមលេងឲ្យខ្ញុំទៅផងលោកឲ្យស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកពីសុខទុក្ខកូនស្រីខ្ញុំវិញនៅពេលនោះខ្ញុំនឹងថតហើយមានអូចារស់ឆ្ងាញ់មិនមែនស្គមកំប្រឹងហើយស្វិតដូចឥឡូវនេះទេកញ្ជ្រោងនឹកក្នុងចិត្តថាមនុស្សស្រីថតជាអាហារឆ្ងាញ់ជាងមនុស្សស្គមដូច្នេះវាក៏ឲ្យដូនចាស់នោះបន្តដំណើរទៅគាត់ក៏ស្រោតដំណើរដោយនឹកសង្ឃឹមថាគ្មានសត្វអ្វីមករារាំងគាត់ទៀតទេគាត់ដើរមិនតាន់បានឆ្ងាយប៉ុន្មានថងស្រាប់តែស្ដេចព្រៃដ៏សាហាវគឺខ្លាធំចេញមកហើយក្រហមថាយាយចាស់អញអត់ចំណីចំនួន20ថ្ងៃហើយយាយឯងនឹងត្រូវជាចំណីអញភាវវិនាឲ្យហើយទៅអូលោកអើយសូមលេងឲ្យខ្ញុំទៅផងលោកអាចស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកពីសួរសុខទុក្ខកូនស្រីខ្ញុំវិញដល់ពេលនោះខ្ញុំនឹងថតហើយមានអូចារស់ឆ្ងាញ់មិនមែនស្គមកំប្រឹងហើយស្វិតដូចឥឡូវនេះទេឮដូចនោះខ្លាក៏បើកផ្លូវឲ្យទៅមិនយូរប៉ុន្មានស្ដេចស្វាមួយអន្លើដោយបរិវារឈររាំងផ្លូវគាត់ដើម្បីបំភាន់ភ្នែកស្ដេចស្វាទទួលគាត់យ៉ាងគួរសមដោយជូនផ្កាដ៏ក្រអូបមួយបាច់ទៅគាត់យាយបាននឹងជួយមកតាន់ពេលល្អណាស់ខ្ញុំមានស្គ្រីឌីរៀននឹងស៊ីយាយឯងអូលោកម្ចាស់ស្វាអើយសូមលោកអត់ទ្រាំបន្តិចសិនខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីខ្ញុំដូច្នេះសូមលោកលេងឲ្យខ្ញុំទៅផងឥឡូវនេះខ្ញុំស្គមណាស់ប៉ុន្តែក្នុងរវាងមួយខែទៀតខ្ញុំនឹងមានសាច់ធាត់ហើយពេលនោះលោកម្ចាស់អាចស៊ីខ្ញុំបានតាមចិត្តប្រាថ្នាប៉ុន្តែស្ដេចស្វាមិនមែនជាសត្វងាយបោកបានដូចជាកញ្ជ្រោងនិងខ្លាទេតាមបញ្ជារបស់ស្ដេចវាស្វាមួយហ្វូងមកឡើងពាត់ដូចចាស់ដោយស្រែកជាកចាយផោងកូនស្វាតូចមួយហ៊ានឡើងលើស្មាហើយលោតទុំលើក្បាលគាត់ទៀតគាត់អង្វរពួកស្វាឲ្យបើកផ្លូវឲ្យគាត់ទៅតែស្ដេចស្វានិយាយថាមិនជាថាយាយឯងពុជាទៅឡប់មកតាមផ្លូវនេះវិញទេលោកណាយាយឯងមិនស្បត់នៃចំពោះផុតតាប្រពុតនោះដូនចាស់ក៏ស្បត់ហើយគាត់ក៏បានត្រូវអនុញ្ញាតឲ្យបន្តដំណើរទៅទៀតយូរក្រោយមកគាត់មកដល់ផ្ទះកូនស្រីហើយរស់នៅទីនោះយ៉ាងសុខសាន្តប៉ុន្តែពេលវេលាកន្លងទៅយ៉ាងលឿនហើយមួយខែក៏បានកន្លងផុតទៅយ៉ាងឆាប់ណាស់ដែរពេលនោះគាត់នឹកដល់ពាក្យសន្យារបស់គាត់ជាមួយនឹងសត្វទាំងឡាយហើយក៏ប្រាប់រឿងទាំងអស់នេះដល់កូនស្រីគាត់ម្ដាយនិងកូនរួមគំនិតគ្នាហើយធ្វើគម្រោងការមួយកូនស្រីទៅយកផ្លែឃ្លួកធំៗពីរមកឃ្លួកមួយឈ្មោះលង្កាដែលមានរាងដូចដបហើយមួយទៀតឈ្មោះចន្ទាដែលមានរាងដូចពស់កូនស្រីដាក់ដូនចាស់ក្នុងឃ្លួកលង្កាហើយឲ្យឃ្លួកចន្ទានាំផ្លូវចេញទៅដូច្នេះឃ្លួកទាំងពីរធ្វើដំណើរចូលទៅក្នុងព្រៃសំដៅទៅកន្លែងដែលស្វាខ្លានិងកញ្ជ្រោងកំពុតតែរងចាំដូនចាស់ដោយស្រេកឃ្លានមកដល់ផ្លូវបំបែកស្វាប្រជុំគ្នាយ៉ាងកោះកាខុសពីធម្មតារំពេចនោះពួកស្វាឮសូរសំឡេងចម្លែកម្យ៉ាងហើយឃើញឃ្លួកចន្ទាដើរមកជិតដែលមានឃ្លួកលង្កាតាមពីក្រោយផងដើរមកជិតដែលមានឃ្លួកលង្កាតាមពីក្រោយផងបើកផ្លូវឲ្យយើងឃ្លួកចន្ទាស្រែកលោឡាយរកគ្នាចង់យ៉ាងម៉េចបានជាមករាំងផ្លូវយើងយ៉ាងនេះកំពុងចាំដងចាំម្នាក់ដែលសន្យាប្រកោខ្លួនធ្វើជាចំណីពេលល្ងាចរបស់យើងតែអ្នកមិនខិនគន់នៅតាមផ្លូវតែឬទេតើយើងមានតាក់ទងអ្វីនឹងដូនចាស់របស់ពួកឯងឃ្លួកចន្ទានិងឃ្លួកលង្កាក៏ធ្វើដំណើរហួសទៅ